អត្ថបទទី10ធ្វើដោយបដិនៅពេលជួបបញ្ហាពេលជួបបញ្ហាឬទុក្ខលំបាកមានមនុស្សមួយចំនួនព្យាយាមផ្ដាច់ខ្លួនចេញពីមនុស្សគ្រប់គ្នាដោយសម្ងំលាក់ខ្លួនពួនយំតែម្នាក់ឯងនៅកន្លែងស្ងាត់អ្នកខ្លះទៀតព្យាយាមរត់ទៅសម្ងំគេងដើម្បីគេចចេញពីការឈឺចាប់ដោយមិនព្រមចូលខ្លួនមកប្រឈមតតាំងនឹងបញ្ហារីឯអ្នកមួយចំនួនទៀតធ្វើការបង្អត់បាយទឹកខ្លួនឯងដោយព្រោះតែការឈឺចាប់ឬទុក្ខលំបាកដែលខ្លួនកំពុងជួបដែលឡែកមនុស្សមួយចំនួនទៀតសម្រាប់ចិត្តជ្រើសរើសការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀនគ្រប់ប្រភេទដើម្បីរំសាយការឈឺចាប់និងទុក្ខសោកទាំងអំបាលម៉ាននៅមានអ្នកខ្លះទៀតព្យាយាមចង្អុលនិងបន្ទោសទៅកាន់មនុស្សជុំវិញខ្លួនទាំងងងើលតើមធ្យោបាយខាងលើនេះជាដំណោះស្រាយសមស្របនឹងត្រឹមត្រូវដែរឬទេចំពោះការយល់ឃើញរបស់ខ្ញុំការធ្វើបែបនេះវាមិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហានោះទេផ្ទុយទៅវិញវាថែមទាំងបានបំផ្លាញសុខភាពផ្លូវកាយបន្ថែមពីលើដួងចិត្តនិងអារម្មណ៍ដែលកំពុងឈឺចាប់ថែមមួយកម្រិតទៀតផងដែរបើដូច្នេះតើគួរធ្វើបែបណាទៅវិញត្រូវហើយមានមធ្យោបាយល្អៗជាច្រើនដែលយើងអាចសាកល្បងអនុវត្តដើម្បីទទួលបាននូវដំណោះស្រាយមួយប្រកបដោយប្រសិទ្ធភាពហើយមធ្យោបាយទាំងនោះរួមមានដូចជា1ស្វែងរកឫសគល់នៃបញ្ហាចំពោះបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់ដោយផ្ទាល់ប្រសិនជាបញ្ហានោះវាធ្វើឲ្យខ្ញុំឈឺចាប់ឬលំបាកខ្លាំងរហូតធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនជាប់នោះខ្ញុំនឹងចូលទៅក្នុងបន្ទប់គេងឬកន្លែងស្ងាត់ណាមួយដើម្បីយំឲ្យអស់ចិត្តរួចពីនោះខ្ញុំនឹងជូតទឹកភ្នែកឲ្យបានស្អាតរួចញ៉ាំទឹកមួយកែវដើម្បីបន្ធូរអារម្មណ៍យោងតាមការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានរកឃើញថាបន្ទាប់ពីយំរួចមនុស្សនឹងមានអារម្មណ៍ធូរស្បើយបន្ទាប់មកទៀតខ្ញុំនឹងធ្វើការស្វែងរកនៅដើមហេតុឬឫសគល់នៃបញ្ហាដែលកំពុងតែប្រឈមមុននឹងឈានដល់ការស្វែងរកនៅដំណោះស្រាយវាដូចគ្នាទៅនឹងការព្យាបាលជំងឺផ្លូវកាយដូច្នោះដែរមុននឹងធ្វើការព្យាបាលឬសម្លាប់មេរោគយើងត្រូវរុករកឬធ្វើរោគវិនិច្ឆ័យជំងឺជាមុនសិនគួរសួរសំណួរមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យទៅលើបញ្ហាឬការឈឺចាប់របស់យើងដូចខាងក្រោមតើមូលហេតុអ្វីបានជាខ្ញុំធ្លាក់ចូលក្នុងស្ថានភាពបែបនេះតើខ្ញុំត្រូវដោះស្រាយវាយ៉ាងដូចម្តេចតើនរណាអាចជួយខ្ញុំបាន2ចូលខ្លួនទៅកាន់នរណាម្នាក់វាពិតជាចាំបាច់ខ្លាំងណាស់ចំពោះយើងក្នុងការចូលខ្លួនទៅកាន់នរណាម្នាក់ដែលយើងអាចទុកចិត្តបាននិងមានភាពកក់ក្ដៅជាមួយដើម្បីចែករំលែកនូវរាល់បញ្ហាឬមួយអាចចូលខ្លួនទៅកាន់អ្នកជំនាញក្នុងការដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមដើម្បីសុំការប្រឹក្សាយោបល់និងដំណោះស្រាយជាក់លាក់ណាមួយតើអ្នកដឹងទេថាការដែលយើងអាចមានភាពក្លាហានក្នុងការចែករំលែកបញ្ហាឬការឈឺចាប់របស់យើងទៅកាន់មនុស្សដែលអាចទុកចិត្តបានវាគឺជាផ្លូវនិងជាពន្លឺនៃដំណោះស្រាយមួយផ្នែកធំទៅហើយ3អានសៀវភៅពិតមែនហើយសៀវភៅក៏អាចជាប្រភពនៃចម្លើយនិងដំណោះស្រាយចំពោះបញ្ហាជាច្រើនដែលយើងកំពុងជួបក្នុងជីវិតយើងក៏អាចស្វែងរកនូវចម្លើយឬដំណោះស្រាយតាមរយៈការអានសៀវភៅលើកទឹកចិត្តឬជាប្រភេទសៀវភៅផ្នែកគំនិតនិងអាចជាប្រភេទសៀវភៅដែលនិយាយពីប្រវត្តិនៃការតស៊ូរបស់បុគ្គលណាម្នាក់ដែលអាចធ្វើឲ្យចិត្តបានធូរស្បើយពីបន្ទុកនិងបញ្ហាទាំងនោះព្រមទាំងអាចផ្ដល់នូវគំនិតយ៉ាងសម្បូរបែបក្នុងការដោះស្រាយនូវរាល់បញ្ហាទាំងនោះផងដែរ4ស្ដាប់ឬមើលការស្ដាប់ឬមើលវីដេអូលើកទឹកចិត្តរបស់បុគ្គលមានបទពិសោធន៍អាចយកឈ្នះនូវរាល់បញ្ហានិងការជឿចាប់ក្នុងជីវិតជាច្រើនរូបនៅក្នុងបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះវាក៏អាចជាមធ្យោបាយនិងជាមេរៀនជួយឲ្យយើងអាចរកឃើញនូវដំណោះស្រាយបានមួយផ្នែកផងដែរលើសពីនេះទៅទៀតយើងក៏អាចចំណាយពេលវេលាក្នុងការស្ដាប់នូវវីដេអូអប់រំចិត្តនិងផ្នែកគំនិតវិជ្ជមានឲ្យបានច្រើនដើម្បីស្រូបទាញនូវកម្លាំងជំរុញចិត្តជួយឲ្យយើងកាន់តែមានថាមពលដើម្បីប្រយុទ្ធនឹងទុក្ខលំបាកទាំងនោះបានថែមមួយកម្រិតទៀត5ចំណាយពេលវេលាជាមួយខ្លួនឯងការចំណាយពេលវេលាជាមួយខ្លួនឯង
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបន្តដំណើរជីវិតរស់នៅជារៀងរាល់ថ្ងៃគួរចំណាយពេលជាមួយខ្លួនឯងស្វែងរកខ្លួនឯងឲ្យឃើញថាតើខ្លួនឯងជានរណាតើពេលនេះខ្លួនឯងកំពុងនៅចំណុចណាកំពុងធ្វើអ្វីនិងដើម្បីអ្វីចង់បាននិងត្រូវការអ្វីឲ្យប្រកបឆ្លៀតពេលហាត់ប្រាណនិងធ្វើសមាធិជាប្រចាំដើម្បីឲ្យសុខភាពរាងកាយនិងចិត្តគំនិតបានប្រសើរឡើងវិញយ៉ាងឆាប់រហ័សព្រមទាំងអាចរកឃើញនូវចម្លើយពិតប្រាកដមួយដែលអាចជួយដល់ការដោះស្រាយបញ្ហាឬទុក្ខលំបាកដែលខ្លួនកំពុងតែប្រឈមជារួមមកនៅពេលដែលជីវិតប្រឈមនឹងបញ្ហាទុក្ខលំបាកឬការឈឺចាប់ណាមួយមិនត្រូវព្យាយាមរត់គេចចេញពីវានោះទេផ្ទុយទៅវិញត្រូវហ៊ានប្រឈមមុខតតាំងនិងខិតខំស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវនិងជាក់លាក់ណាមួយដោយតែបានផ្ដល់ជាយោបល់ពីខាងលើស្រាប់ម្យ៉ាងវិញទៀតគួររៀនឆ្លើយតបទៅកាន់បញ្ហានិងការឈឺចាប់ទាំងនោះក្នុងផ្លូវវិជ្ជមានជាជាងទៅបន្ទោសតូចចិត្តឬខឹងសម្បារជាមួយខ្លួនឯងឬនរណាម្នាក់ធ្វើបែបនេះខ្ញុំជឿថាយើងនឹងមានសេរីភាពហើយរួចផុតពីទុក្ខលំបាកបញ្ហានិងការឈឺចាប់ទាំងនោះជាពុំខានជាចុងក្រោយនេះត្រូវចាំទុកថាដំណោះស្រាយគឺស្ថិតនៅលើជម្រើសរបស់យើងម្នាក់ទេតើដំណោះស្រាយតែងតែមានជានិច្ចហើយថែមទាំងមានយ៉ាងច្រើនសន្ធឹកទៀតផងបន្តស្វែងរកវាដោយភាពក្លាហាននិងប្រាកដប្រជា